ថ្ងៃមួយក្អែកលាក់ខុបបតនកៈនិយាយប្រឹក្សាជាមួយកណ្ដុរហិរណយក្សថាហើយសម្លាញ់ទីនេះសត្វក្អែកពិបាករកចំណីអាហារចិញ្ចឹមជីវិតណាស់ខ្ញុំគិតថាលះបង់ទីឋាននេះហើយនឹងហើរទៅស្វែងរកទីឋានឯទៀតដែលងាយរកចំណីអាហារបរិភោគចិញ្ចឹមជីវិតជាងទីនេះកណ្ដុរហិរណយក្សស្ដាប់ពាក្យក្អែកហើយមានចិត្តបារម្ភទើបសួរទៅថាណែសម្លាញ់គិតទៅនៅទីឋានឯណាវិញព្រោះថា102អ្នកមានប្រាជ្ញាកាលដែលលើកជើងក្រោយលុះត្រាតែជើងមុខជន់ស៊ុបហើយរកទីឋានឯទៀតបានហើយទើបលះបង់ទីឋានចាស់ចោលបានក្អែកប្រាប់ថាទីឋានដែលខ្ញុំបានពិនិត្យមើលឃើញថាល្អនោះមានមួយកន្លែងកណ្ដុរហិរណយក្សសួរទៅវិញថាចុះទីឋាននោះនៅឯណាក្អែកប្រាប់ថាមានស្រះមួយទឹកថ្លាយល់ដីឈ្មោះករបូរកុរៈស្ថិតនៅក្នុងព្រៃទណ្ឌកៈមានអណ្ដើកមួយឈ្មោះមន្តរៈជាមិត្តសម្លាញ់ខ្ញុំចិត្តថ្លើមល្អណាស់អាស្រ័យនៅក្នុងស្រះនោះព្រោះថា103ការគ្រាន់តែប្រដៅនរជនទាំងឡាយដទៃឲ្យគេបានជាបណ្ឌិតនរណាក៏ធ្វើបានងាយតែការទូមានខ្លួនឯងឲ្យប្រព្រឹត្តទៅតាមគន្លងធម៌ជាការក្រធ្វើបានចំពោះតែបុគ្គលមានមហាថ្មិនអណ្ដើកមន្តរៈជាសម្លាញ់ខ្ញុំមុខជានឹងធ្វើបដិសន្ធារៈទទួលដោយគ្រឿងភោជនាហារដ៏ឆ្ងាញ់ពិសាក្រៃលែងកណ្ដុរហិរណយក្សឆ្លើយតបវិញថាបើដូច្នោះមែនរូបខ្ញុំនឹងក្រាញនៅក្នុងទីនេះតែម្នាក់ឯងធ្វើអ្វីព្រោះថា104ប្រទេសឯណាមិនមានគេរាប់អានមិនមានផ្លូវរកស៊ីចិញ្ចឹមជីវិតមិនមានញាតិសន្តានផៅពងឬក៏មិនមានវិទ្យាគមចម្រើនចំណេះវិជ្ជាបុគ្គលគប្បីលះបង់ប្រទេសនោះចេញ105លោកយាត្រាការលក់ដូរមួយសេចក្តីភ័យមួយអាម៉ាស់មុខមួយមេត្តាករុណាមួយការបរិច្ចាគទានមួយទីឋានណាមិនមានធម៌5ប្រការនេះទេបុគ្គលមិនគប្បីតាំងទីឋានអាស្រ័យនៅក្នុងទីនោះឡើយ106មនុស្សសងបំណុលគេមួយគ្រូពេទ្យមួយសមណៈព្រាហ្មណ៍ចេះដឹងវេទមួយទន្លេមានទឹកថ្លាបរិសុទ្ធមួយណែសម្លាញ់ទីឋានណាមិនមានវត្ថុទាំង4ប្រការនេះទេបុគ្គលមិនគប្បីតាំងលំនៅក្នុងទីឋាននោះឡើយកណ្ដុរហិរណយក្សនិយាយថាសម្លាញ់ហើយបងចូលនាំគ្នាទៅជាមួយផងក្អែកនាំកណ្ដុរហិរណយក្សទៅកាលបណ្ដាគ្នាទៅនិយាយសន្ទនាគ្នាជាទីរីករាយសប្បាយក្សេងសាន្តតាមដំណើរផ្លូវរៀងទៅត្រាតែដល់ស្រះនោះឯអណ្ដើកមន្ថរៈកាលឃើញសត្វទាំងពីរបណ្ដាគ្នាត្រសង់តាំងពីចម្ងាយមករីករាយសប្បាយចិត្តណាស់ធ្វើបដិសន្ធារៈដ៏ខ្ពង់ខ្ពស់តាមដែលបានគិតទុកមុនទទួលក្អែកព្រមទាំងកណ្ដុរហិរណយក្សជាភ្ញៀវថ្មីដោយសក្ការៈរាប់អានដល់ក្រៃលែងព្រោះថា107ទោះក្មេងតូចឬកំលោះក្រមុំពុំនោះចាស់ព្រឹទ្ធាចារ្យក៏ដោយដែលជាភ្ញៀវមកដល់ហើយបុគ្គលគប្បីរៀបចំគ្រឿងសក្ការៈរាប់អានដល់ជននោះព្រោះអ្នកទាំងនោះដែលមកដល់ផ្ទះហើយលោកទុកជាគ្រូទាំងអស់108ព្រះអគ្នីជាគ្រូនៃព្រាហ្មណ៍ទាំងឡាយព្រានជាគ្រូនៃជនវណ្ណៈឯទៀតប្តី
ជាគ្រូនៃភរិយាទាំងឡាយឯភ្ញៀវដែលមកដល់ផ្ទះជាគ្រូនៃជនទាំងអស់ខណៈនោះក្អែកលក្ខុបតនកៈនិយាយឡើងថាហើយបងសម្លាញ់មន្ទរៈសូមសម្លាញ់រៀបចំទទួលភ្ញៀវថ្មីនេះឲ្យពិសេសព្រោះថាភ្ញៀវថ្មីនេះជាស្ដេចកណ្ដុរឈ្មោះហិរណយក្សជាកម្ពូលនៃអ្នកប្រព្រឹត្តធ្វើបុណ្យទានទាំងឡាយមានកោមុតក្តារនៃមនុស្សមានមេត្តាករុណាទាំងឡាយបើទុកជាស្ដេចនាគមានជីវហា2000ខ្ញុំជឿថាមិនអាចនឹងពោលសរសើរកិត្តិគុណស្ដេចកណ្ដុរនេះឲ្យអស់បានឡើយលុះក្អែកនិយាយដូច្នេះហើយក៏ពណ៌នារឿងស្ដេចព្រាបចិត្តក្រិបមកថ្លាថ្លែងប្រាប់ទៀតអណ្ដើកមន្ទរៈបានស្ដាប់ពាក្យក្អែកហើយក៏មានចិត្តសាទរឥតឧបមាទើបគោរពបូជាកណ្ដុរហិរណយក្សដល់ក្រៃលែងពោលពាក្យប្រស្រ័យថាណែសម្លាញ់ដោយចម្រើនហើយសូមបងមេត្តាប្រាប់ហេតុដែលនាំឲ្យមកកាន់ទីឋាននរជនស្ងាត់ដូច្នេះឲ្យខ្ញុំបានដឹងផងកណ្ដុរហិរណយក្សនិយាយប្រាប់ថាសូមចាំស្ដាប់ខ្ញុំនឹងពណ៌នាប្រព្រឹត្តហេតុឲ្យស្ដាប់ដូចតទៅនេះកថាទី4រឿងកណ្ដុរហិរណយក្សនៅក្នុងនគរចម្បកៈមានពួកបរពាជុអាស្រ័យនៅច្រើនបណ្ដាបរពាជុទាំងឡាយនោះមានបរពាជុម្នាក់ឈ្មោះជោឌាករណៈតាំងទីឋានអាស្រ័យនៅក្នុងទី1គាត់តែងណាស់ភោជនាហារសេះសរអំពីកិរិយាបរិភោគក្នុងបាតមួយហើយយកទៅព្យួរទុកឯដល់ដៃកែវជាប្រក្រតីរួចសំងំដេកលូបទៅខ្ញុំហិរណយក្សលោតទៅលួចយកអាហារភោជននោះមកបរិភោគជានិច្ចរាល់ថ្ងៃថ្ងៃមួយនោះបរពាជុម្នាក់ទៀតឈ្មោះវិណាករណៈជាមិត្តសម្លាញ់ធ្លាប់រាប់អានគ្នាចូលមករកជួបបរពាជុជោឌាករណៈនោះបរពាជុទាំងពីរនិយាយជជែកគ្នាលេងកំសាន្តសប្បាយដោយរឿងផ្សេងកំពុងតែនិយាយបរពាជុជោឌាករណៈយកបន្ទះឫស្សីកំបាក់គោះដីពោធ្វើយ៉ាងនេះញឹកញយណាស់ដើម្បីបំភ័យបំឡាចខ្ញុំឲ្យបោរត់ទៅឯបរពាជុវិណាករណៈកាលឃើញអាការៈកិរិយាសម្លាញ់ខ្លួននៅមិនស្ងៀមក៏សួរទៅថាសម្លាញ់មានរឿងអ្វីបានជាមិននាំពាស្ដាប់ពាក្យខ្ញុំនិយាយសោះដូចជាមានរឿងកង្វល់ខអ្វីដតីប្លែកនាំមិនសុខមិនស្រួលបរពាជុជោឌាករណៈតបថាណែសម្លាញ់ខ្ញុំមិនមែនប្រងើយកន្តើយទេប៉ុន្តែសម្លាញ់មិនមើលអាសត្វកណ្ដុរចង្រៃនេះវាចេះតែមករំខានខ្ញុំវាលបលោតមកលួចយកភោជនាហារដែលនៅក្នុងបាតនេះយកទៅស៊ីរាល់វេលាបរពាជុវិណាករណៈដើរទៅលបមើលដៃកែវនោះហើយងឿយឆ្ងល់ខ្វល់ក្នុងចិត្តក៏សួរថាម៉េចគោអាសត្វកណ្ដុរនេះវាលោតទៅតោងបាតនៅឆ្ងាយបានបើខ្លួនវាតូចកម្លាំងតិចដូច្នេះណព្រោះថា109ប្រពន្ធក្រមុំស្រាប់តែធ្វើមារយាទាញសក់ប្តីចាស់ជារាជប់ថើបហើយចាប់អោបញុញីឥតប្រណីខុសទំនងនោះបុកជាមានហេតុអ្វីឆ្គងមិនខានបរពាជុជោឌាករណៈសួររឿងនោះថាតើរឿងនោះដូចម្ដេចបរពាជុវិណាករណៈអរនារឿងនោះដូចនេះថាកថាទី5រឿងពាណិជ្ជ
ចាស់ជារានិងភរិយាក្រមុំនៅប្រទេសកើឌីសាអូឌីមានក្រុងមួយឈ្មោះកោសម្ភីមានពាណិជ្ជម្នាក់ឈ្មោះចន្ទ្រទាស័កជាអ្នកមានទ្រព្យសម្បត្តិច្រើនអាស្រ័យនៅក្នុងក្រុងនោះលុះដល់បច្ចមវ័យចាស់ជរាហើយពាណិជ្ជនោះទៅដណ្ដឹងស្ត្រីក្រមុំម្នាក់ឈ្មោះនាងលីលវតីជាធីតាសេដ្ឋីម្នាក់យកមកធ្វើជាភរិយាព្រោះសេចក្តីស្រវឹងឆ្លក់ក្នុងកាមរាគៈនឹងឡើងចាងព្រោះអានមានទ្រព្យសម្បត្តិច្រើនឯនាងភរិយានោះនៅក្មេងកំពុងពេញពៀក្រមុំខ្ចីលហកជាស្រីបច្ចពិតកល្យាណីពួរជាទីប្រំប្រៃនៃជនទាំងឡាយប្រៀបដូចជាទង់សុវណ្ណជ្វាលាដ៏មានជ័យនៃកាមទេពឯតាពាណិជ្ជជាប្តីចាស់ជរាមិនអាចញ៉ាំងភរិយាក្មេងនោះឲ្យរីករាយស្កប់ស្កល់ដោយកាមបានឡើយព្រោះថា110ពន្លឺត្រជាក់នៃព្រះច័ន្ទមិនជាទីពេញចិត្តនៃមនុស្សរងាពន្លឺក្តៅនៃព្រះអាទិត្យមិនជាទីពេញចិត្តនៃមនុស្សក្តៅក្រហល់ក្រហាយប្តីចាស់ជរាក្រំគ្រាតត្រេតត្រកក៏មិនជាទីពេញចិត្តនៃភរិយាក្មេងដែរ111បើប្តីចាស់មើលទៅឃើញសក់ស្កូវសព្រងហើយឲ្យភរិយាក្មេងប្រាថ្នាកាមរាគៈដោយម្តេចកើតភរិយាណាមានចិត្តប្រគល់ឲ្យទៅប្រុសដទៃហើយភរិយានោះទុកប្តីដូចជាថ្នាំកែរូបឯតាចាស់ជាប្តីមានក្តីប្រតិព័ទ្ធស្នេហាចំពោះភរិយាខ្លាំងណាស់និងពរនាដោយម្តេចក៏ពុំបានឡើយព្រោះថា112សេចក្តីប្រាថ្នាចង់បានទ្រព្យសម្បត្តិសេចក្តីប្រាថ្នាចង់ឲ្យមានអាយុយឺនយូរជាធម៌តែងមាននៅក្នុងចិត្តនៃសពសត្វទាំងឡាយឯភរិយាក្មេងរូបរាងកាយស្រស់ឥតខ្ចោះត្រង់ណាជាធម៌ធ្ងន់កណ្ដប់ជាប់ក្នុងចិត្តដ៏ក្រៃលែងនៃប្តីចាស់ជរាជាងជីវិតទៅទៀត113មនុស្សចាស់ជរាលុះក្នុងវិស័យនៃកាមនិងបរិភោគកាមក៏មិនកើតឬនឹងលះបង់ចោលកាមក៏មិនកើតទៀតដូចសត្វសុនខដែលបាក់ចង្កូមហើយគ្រាន់តែបានអង្គាមយកកណ្ដាតលិនឆ្អឹងតែប៉ុណ្ណោះលំដាប់មកមិនយូរប៉ុន្មាននាងលីលវតីស្រីចិត្តចើកទៅស្រឡាញ់កំឡោះម្នាក់ជាកូនពាណិជ្ជបានរួមខ្នើយប្តីផ្ដិតស្នេហាគន្លងប្រពៃណីត្រកូលលះបង់ចោលតាជរាឥតអាល័យដោយសេចក្តីស្រវឹងអាងវ័យក្មេងព្រោះថា114កិរិយាប្រព្រឹត្តតាមទំនើងចិត្តកិរិយានៅក្នុងផ្ទះនៃបិតាកិរិយាចូលចិត្តមើលមហោស្រពកិរិយាចូលចិត្តសេពគប់និយាយច្រើននឹងញាតិកិរិយាចូលចិត្តអង្គុយចិត្តបុរសកិរិយានៅបរទេសសមាគមញយដោយស្ត្រីផ្កាមាសវិនិច្ឆ័យទ្រព្យសម្បត្តិព្រោះចាយវាយឥតសណ្ដាប់ធ្នាប់ស្វាមីចាស់ជរាប្រច័ណ្ឌឫឆានិងស្វាមីធ្វើដំណើរទៅប្រទេសក្រៅទាំងអស់នេះជាហេតុនាំឲ្យភរិយាក្បត់ចិត្តប្តី115កិរិយាផឹកទឹកស្រវឹងមួយកិរិយានៅច្រឡំបល់ដោយមនុស្សអាក្រក់មួយកិរិយានៅស្ងាត់ពីស្វាមីមួយកិរិយាដើរលេងមួយកិរិយាដេកក្នុងផ្ទះអ្នកដទៃមួយកិរិយានៅឆ្ងាយពីស្វាមីមួយទូទាំង6ប្រការនេះជាគ្រឿងប្រទូសនៃស្ត្រីទាំងឡាយ116បបិទ្ធព្រះតាបោះនិរតៈស្ត្រីដែលឈ្មោះថាមានសេចក្តីស្មោះត្រង់សេចក្តីបរិសុទ្ធនោះដោយសារតែមិនមានកន្លែងស្ងាត់មិនមានឱកាសមួយស្របក់និងមិនមានបុរសប្រាថ្នាខ្លួនប៉ុណ្ណោះទេ117នឹងថាបុរសណាស្ត្រីមិនស្រឡាញ់ក៏មិនមែននឹងថាបុរសណាស្ត្រីស្រឡាញ់ក៏មិនមែនទៀតដោយពិតស្ត្រីភាពដូចគោដើរស្វែងរកស្មៅជាអាហារក្នុងព្រៃកែងប្រាថ្នានៅស្មៅថ្មីជានិច្ចរហូតទៅ118នារីបីដូចជាឆ្នាំងខ្លាញ់បុរសបីដូចជាភ្លើង
ហេតុនោះបានជាអ្នកប្រាជ្ញលោកមិនតម្កល់ទុកឆ្នាំងខ្លាញ់នឹងភ្លើងក្នុងទីចិត្តគ្នាទេ119ធម្មជាតិជាស្ត្រីនឹងថាអៀនខ្មាស់ក៏មិនមែននឹងថាមានខ្លួនទូមានហើយក៏មិនមែននឹងថាមានចិត្តស្មោះត្រង់ចំពោះប្តីក៏មិនមែនពុំនោះនឹងថាមានសេចក្តីភ័យខ្លាចក៏មិនមែនដែរសេចក្តីពិតគឺមិនមែនបុរសចង់នេះជាហេតុនៃសេចក្តីស្មោះត្រង់បរិសុទ្ធនៃស្ត្រីទាំងឡាយ120បិតារក្សាក្នុងការនៅក្មេងបងប្រុសគ្រប់គ្រងការនៅក្រមុំកូនប្រុសរក្សាកាលដល់វ័យចាស់ជរាស្ត្រីភាពនៅឯករាជ្យមិនគួរឡើយតមកថ្ងៃមួយនាងលីលវតីស្រីចិត្តចៅកំពុងត្រៃត្រអាជាមួយគូស្នេហាជាកូនពាណិជ្ជលើតែនសយនាដែលរចនារំលេចពណ៌ដ៏វិចិត្រភ្លឺភ្លេច្រាឆ្អិនឆ្អៅឆ្លុះជ្វាច្រវ៉ាត់ដោយកាមនីនិយាយសាសងឆ្លើយឆ្លងល្អកល្អិនដោយក្តីរីករាយស្រាប់តែឃើញតាចាស់ជាប្តីដើររលះរលាំងមកដល់ចិត្តមិនដឹងខ្លួននាងក៏ស្ទុះប្រញាប់ប្រញាល់លោតទៅអោបតោងកស្វាមីចាស់ចាប់យាយសក់ប្រគៀកប្រអោបជប់ថើបធ្វើបែបស្និទ្ធស្នាលណាស់ឯកូនពាណិជ្ជជាសហាយបានឱកាសក៏លោបលាក់ខ្លួនកិច្ចរត់ចេញទៅបាត់ភ្លាមព្រោះថា121តាបោះឧសនានឹងព្រះហស្ថលោកចេះដឹងកលមេយាសាសឯណាកលមេយាសាសនោះប្រដិសុឋានស្រេចហើយក្នុងប្រាជ្ញានៃស្ត្រីភាពតាមសភាពតាំងតែពីកំណើតមកស្រាប់ផ្សិននោះមានស្ត្រីផ្កាមាសម្នាក់ឈរនៅក្នុងទីចិត្តនោះបានឃើញអាការៈកមេយានាងលីលវតីដូច្នោះក៏នឹកឆ្ងល់ខ្វល់ក្នុងចិត្តអនុពមាមិនចេញវាចានិយាយថាអ្វីសោះចេះតែគិតបំមីក្នុងចិត្តថាមានបើហើយបើមិនមានរឿងអ្វីប្លែកនាងនេះមុខជាមិនចេញស្ងៀតចាប់អោបជប់ថើបប្តីចាស់ដូចនេះទេតមកមិនយូរប៉ុន្មានស្ត្រីផ្កាមាសដឹងរឿងរ៉ាវនោះអស់ជើងក៏ត្រូវនាងលីលវតីសូបប៉ាន់មាសប្រាក់យ៉ាងច្រើនជាតម្លៃជួយលះបិទបំបិទបំបាំងរឿងអាម៉ាស់មុខខ្លួនតទៅព្រោះហេតុនោះបានជាខ្ញុំបរពាជក់វិណាករណៈពោគាថាមានជាអាថាប្រពន្ធក្រមុំស្រាប់តែទាញសក់ប្តីចាស់ជរាដូច្នេះជាដើម